បិទមួយឆ្នាំហ្នឹងនឹងពេញអាងហ្នឹងអត់បិទមួយឆ្នាំហ្នឹងមិនអ្នកក្រោមអាចគោមេឡានកិនអាចគោមេឡានកិននេះគាត់បិទអាហ្នឹងក្រោមហ្នឹងទឹកដុំលេងទៅដែរទឹករាប់មើលតិចបាទនិយាយសួរបងប្អូនថ្ងៃនេះយើងចេញទៅទៀតហើយដើរលេងស្រុកស្រែទៀតហើយហើយយើងទៅខាងអាងមកនៅស្រុករខគិរីដូចគ្នាប៉ុន្តែនៅខាងអាងស្តុកទឹកប្រសាទៅពីនេះអាស័យក្នុងសណ្ដែកចុងមួយដើម500ហើយអាស័យក្នុងសណ្ដែកចុងអូអាស័យក្នុងសណ្ដែកចុងមួយដើម500រែមកៃអាស័យក្នុងសណ្ដែកចុងហើយបងប្អូនមើលក្រោមហ្នឹងគេកំពុងតែរាវក្រុងហើយនឹងអូសត្រីបងប្អូនកន្លែងនេះយើងអាចរាវក្រុងបានអូសត្រីហើយបើទឹកមកអញ្ចឹងគេបើកទឹកមកយើងខ្លាចជាតំបន់ទេសចរមួយមានគេមកលេងទឹកច្រើនណាស់បាទកន្លែងហ្នឹងគឺតំបន់ទេសចរមួយបាទឥឡូវបានមកដល់អាងស្តុកទឹកនៅវសាហុងបងប្អូនច្បាក់ច្បាក់នេះធំអាហ្នឹងទប់ទឹកម្ដងមកធំមកប្រឡែងទឹកទៅក្រោមទេសភាពស្អាតមែនទែនខ្យល់ហើយកាលនៅអាយុ14 15ឆ្នាំមកលេងនៅទីនេះគេអត់ទាន់ធ្វើស្អាតដល់អញ្ចឹងឥឡូវស្អាតទេសភាពភ្នំឆ្នាំនេះអត់សូវមានទឹកទេទឹកតូចអញ្ចឹងកសិករធ្វើស្រែមកបានតិចហើយខែ9អត់ទាន់មានទឹក
hong ban sạ bây giờ cái hào hồng tân nộp tực nữa hào hồng nấu sọc môn cái bát bông à này cho sọc khai cái đấy muốn sọc môn là lâu cho cắt cho sọc khai cái đấy và bài sọc thằng mấy chẳng cái hào hồng hồng pizza nè sọc này hào hồng nằm tân nộp tực này hồng nó mình đây ta tân nộp tực không con ăn stock tực nó miền mũi tiết cái phơ ăn stock tực đá nâu lơ tiết nâu nó nâng bậc phê tân nộp về cái sni mong đừng chỉ ta đó là chấm mờ và hai nó sao hai bộ mùi cái lôi tiếtแต่คล้ายแต่ไม่เพลียงเพลายังบ่บะจิตลับตัวเองมองปนมันชงออันนี้ตึกวิมาวิพนมវិញនោះសិតដល់វ័នភ្នំទឹកវាហូរមកពីភ្នំហើយมันស្រកទៅខាងក្រោមវិញនេះបើហើយប្រើអាវុធខុសច្បាប់ហើយខាងនេះទៀបអញ្ចឹងទៅក្រោមទៀបរហូតហូរទៅដល់ក្រោមអ្នកដែលធ្វើស្រែចម្ការគឺនៅក្រោមធ្វើស្រែរៀងមកខួរតិចមកម្ដុំខាងនេះគេធ្វើជាការធ្វើដំណាំក្រូចដំណាំពោតដំណាំអំពៅហើយនឹងដំណាំមិននេះរត់មកពីអាដុំមួយដែលមានចង្វាក់ធំហ្នឹងមកក្រោមសត្វនេះទុកទឹកឥឡូវនេះវានៅដល់ត្រឹមក្រោមនេះតើទឹកឡើងមកដល់អានេះបានគេប្រហូរបន្តិចទៅក្រោមបើទឹកនៅត្រឹមហ្នឹងគេប្រហូរតែអាទូចនេះថាប្រហូរអាបន្លោះទូចមួយដែលឲ្យទឹកទៅបានបន្តិចឯងអត់ច្រើនដូចអត់ទឹកឡើងអាហ្នឹងបានគេបើស្ទះនេះប្រហែលបន្តិចឲ្យហូរទៅក្រោមបានអត់ឲ្យស្ទះទឹកនៅខាងលើឥឡូវយើងទៅក្រោមដល់រៀននេះស្ទះតែតំណុកដែរមែនតំណុកដូនត្រីតំណុកដូនត្រីហ្នឹងខាងតំណុកធំគឺរៀនស្ទះខាងលើនៅពីធ្វើរៀនស្ទះបាទស្ដីបងប្អូនឥឡូវយើងបានមកដល់ហើយអាងតំណប់ទឹកអានេះយើងដូចវិរិយស្នីមួយនៅហៅដូនត្រីធំមែនទេបងប្អូនគ្រាន់តែកម្ពស់ទឹកបើអាចឡើងគេក្រិតម៉ែត្រមើលឃើញអត់ទេណាក្រិតម៉ែត្រវាកម្រិតម៉ែត្រវា96ម៉ែត្រចាំមើលខ្ញុំថតឲ្យមើលzoom អានេះខ្ញុំ review ជំវិលឲ្យមើលសិនទេសភាពស្អាតមែនទេធំហើយកុំនៅឆ្ងាយពេកកុំអីមនុស្សមកលេងផ្ដាំនេះស្អាតមែនទេទេសភាពបងប្អូនសម័យមើលទៅ96ម៉ែត្រនៅលើមានអាងហើយសើភ្នំហើយហូរទៅដល់អាងដែលខ្ញុំថតមុនហ្នឹងគឺអាងបានសាក់នៅអាងបានសាក់នៅអាហ្នឹងខ្ញុំគិតថាខ្ពស់ហើយទោះឥឡូវមានអាងខ្ពស់ជាងនឹងមួយទៀតហើយបន្តិចបន្ទាប់ពីអាងបានសាក់ដល់អាងគេហៅអាងព្រែកជីកទៅអាងព្រែកជីកអាហ្នឹងទៀតជាងគេអស់ហើយទៅដល់ស្ទឹងហ្នឹងធ្លាក់ទៅក្រោមដល់ដូនត្រីខាងទន្លេដូនត្រីខាងទន្លេវិញបាទគុណច្រើនបងប្អូនស្អាតទេសភាពភ្នំហើយនឹងទឹកបិទមួយឆ្នាំហ្នឹងនឹងពេញអាងហ្នឹងអត់បិទមួយឆ្នាំហ្នឹងមិនអ្នកក្រោមអាចគោមេឡានកិននេះគាត់បិទអាហ្នឹងក្រោមទឹកដុំលេងប្រាទឹករត់មើលតិច
លំកបី